ខ្ញុំវាគេតែបន្តិចទេឡាងស្ដាប់ម៉ែសិនដាឡាងបានស្លាប់នៅជ្រលងឥន្ទ្រីកំណាចចាងសេងក៏មានរឿងដែរនេះមិនមែនជារឿងចៃដន្យទេបើចាងសេងជាសះស្បើយហើយដឹងរឿងដាឡាងគុំធ្វើបាបគេអីកូនឃ្លានទេញ៉ាំអីសិនទៅក្មេងល្អបែបនេះបែរជាត្រូវរងទុក្ខជ្រលងឥន្ទ្រីកំណាចគ្រោះថ្នាក់ជ្រលងឥន្ទ្រីកំណាចទៀតហើយតើកន្លែងនោះមានអាចកំបាំងអ្វីទៅខ្ញុំត្រូវតែទៅកន្លែងចង្រៃនោះជ្រលងឥន្ទ្រីកំណាចទៀតហើយតើកន្លែងនោះមានអាចកំបាំងអ្វីទៅខ្ញុំត្រូវតែទៅកន្លែងចង្រៃនោះឡាងកូនម៉ែឯងមើលចាងសេងចុះគេចេះក្បាច់គុណតែឥឡូវខ្លាយជាបែបនេះឯងមើលបងខ្លាយឯងចុះពេលថ្ងៃចេញទៅក្រៅពេលមកវិញដូចមនុស្សឈួតធ្វើដាក់ពួកយើងដូចអ្នកដតីម៉ែសុំអង្វរគុំទៅអីបានទេម៉ែខ្ញុំក៏ធ្លាប់ទៅជ្រលងឥន្ទ្រីកំណាចដែរខ្ញុំមិនកើតអីផងជឿខ្ញុំទៅពាក្យចាំអារាមក្នុងភូមិមិនគួរឲ្យខ្លាចទេម្យ៉ាងទៀតខ្ញុំបានឲ្យផាន់ឈីងសួរគេហើយឲ្យតែមានឈាមស្ដេចពស់ពីរគឺអាចព្យាបាលជំងឺមុខមនុស្សបានស្ដេចពស់ពីរម៉ែអ្នកភូមិនិយាយថាខ្ញុំកើតជំងឺមុខមនុស្សរស់មិនដល់អាយុ30ទេបើឲ្យខ្ញុំអង្គុយចាំសេចក្តីស្លាប់សួរឲ្យខ្ញុំប្រថុយវិញប្រសើរជាងបើព្យាបាលជាថ្ងៃក្រោយខ្ញុំអាចមើលថែម៉ែនឹងបងថ្លៃបានដូច្នេះខ្ញុំត្រូវតែទៅជ្រលងឥន្ទ្រីកំណាចកូនស្ដេចពស់ពីរនោះមិនងាយលេងជាមួយទេមនុស្សធម្មតាមិនអាចទល់បានឡើយសម្ដីរបស់ផាន់ឈីងមិនប្រកាសថាជឿបានទេចុះបើកូនជួបស្ដេចពស់ពីរមែនម៉ែខ្លាចកូនស្លាប់នៅទីនោះម៉ែខ្ញុំមិនជឿលើព្រេងវាសនាទេឲ្យតែអាចបំបែកពាក្យបណ្ដាសាបានខ្ញុំត្រូវតែទៅកូនម៉ែបងប្រុសខ្ញុំស្លាប់នៅជ្រលងឥន្ទ្រីកំណាចទាំងមិនអស់ចិត្តឆ្អឹងរបស់គាត់នៅទីនោះនៅឡើយខ្ញុំត្រូវតែទៅនាំគាត់មកវិញឲ្យបានស្ងប់ចិត្តបើខ្ញុំស្លាប់ខ្ញុំអាចទៅជួបបងប្រុសខ្ញុំបើដាឡាងនៅរស់គេច្បាស់ជាមិនឲ្យកូនធ្វើបែបនេះទេម៉ែកូនសុំទោសដែលមិនបានសង្កត់ឲ្យកូនទៅចុះម៉ែឲ្យខ្ញុំទៅជាមួយឡាងចុះទេម៉ែទេឆៅលៀនហេតុអីក៏នាងល្ងងជាមួយគេដែរជ្រលងនោះជាកន្លែងសម្រាប់មនុស្សទៅខ្យល់បក់កាលពីយប់មិញធ្វើឲ្យម៉ែភ័យចង់ស្លាប់ចាំម៉ែរកគ្រូពេទ្យមកមើលនាងកុំឲ្យមានជំងឺជាប់ខ្លួននៅផ្ទះសម្រាប់ចុះម៉ែខ្ញុំសង្ស័យថាជំងឺខ្ញុំតាក់ទងនឹងជ្រលងឥន្ទ្រីកំណាចបើឡាងចង់ទៅខ្ញុំជាបងថ្លៃក៏គួរតែទៅមើលដែរប្រហែលជាអាចរកឃើញមូលហេតុនៃជំងឺខ្ញុំទេកូនល្អដាឡាងបានស្លាប់ហើយនាងនៅផ្ទះត្រកូលអូគឺពិបាកសម្រាប់នាងហើយបើនាងទៅជ្រលងឥន្ទ្រីកំណាចបើមានរឿងអីកើតឡើងតើឲ្យម៉ែឆ្លើយតបនឹងឪពុកម្ដាយនាងយ៉ាងម៉េចស្ដាប់ម៉ែកុំទៅអីម៉ែកុំបារម្ភអីពួកយើងនឹងមើលថែគ្នាទៅវិញទៅមកប្រសើរជាងឲ្យឡាងទៅតែម្នាក់ឯងចុះបើពួកយើងបានឈាមស្ដេចពស់ពីរមែននោះអាចព្យាបាលឡាងជាឡាងអាចរៀបការមានកូននេះមិនមែនជារឿងល្អទេម៉ែហាមពួកឯងមិនបានទេតើនេះជាកម្មពីអ្វីត្រកូលអូរបស់ខ្ញុំត្រូវដាច់ពូជហើយឬហេតុអីក៏ពួកឯងមិនស្ដាប់បង្គាប់បែបនេះនេះចង់ឲ្យត្រកូលអូដាច់ពូជហើយម៉ែបងថ្លៃទោះបីទីនេះសុវត្ថិភាពតែមិនត្រូវធ្វេសប្រហែសទេខ្ញុំដឹងហើយមានឡាងនៅទីនេះខ្ញុំមិនខ្លាចអ្វីទេ
បងថ្លៃប្រយ័ត្នទៅឡើងសំណាងហើយដែលមានឯងបើខ្ញុំជន់លើវា